ជំរាបសួរបងប្អូនដែលស្រឡាញ់ការចិញ្ចឹមមាន់ទាំងអស់គ្នាសុខទុក្ខយ៉ាងណាហើយចំពោះការចិញ្ចឹមមាន់ណាអាកាសធាតុក្តៅផងត្រជាក់ផងភ្លៀងផងចេះមាន់មានបញ្ហាអីអត់បើខាងខ្ញុំនៅវិញទៅតែភ្លៀងរួចមិញបងប្អូនហើយបើកូនមាន់វិញរៀងពិបាកដោយបងប្អូនបានដឹងអីកូនមាន់ឲ្យថាត្រជាក់ផងភ្លៀងផងអញ្ចេះដឹងតែរួញកោហើយតែបើគេអ្នកចិញ្ចឹមដែលមានប្រព័ន្ធកម្ដៅគ្រប់គ្រាន់គេអត់មានបញ្ហាច្រើនទេតែបើយើងអ្នកចិញ្ចឹមធម្មជាតិអញ្ចេះដឹងតែត្រូវប្រឈមបញ្ហាច្រើនអញ្ចឹងហើយត្រូវតែបន្ថែមការយកចិត្តទុកដាក់មើលថែវាណាហើយបងប្អូនដែលចាប់អារម្មណ៍ចិញ្ចឹមមាន់ណាដូចថាចង់រកចំណូលបន្ថែមអីយកពីការចិញ្ចឹមមាន់ណាត្រូវគិតគូរឲ្យបានច្បាស់បងប្អូនហើយត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ដែរដើម្បីកុំឲ្យថាវាខាតបង់ឬក៏ខាតពេលវេលាអីចឹងណាពួកអីការចិញ្ចឹមមាន់វាមិនងាយស្រួលប្រហែលដែរទេតែបើសិនថាយើងបានស្វែងយល់ពីគេអ្នកមានបទពិសោធន៍ជ្រៅជ្រះអានោះយើងអាចនឹងទៅមុខបានតែបើសិនថាយើងធ្វើទាំងបថុយបឋានអាចនឹងមានហានិភ័យចឹងហើយបងប្អូនត្រូវតែស្វែងយល់ឲ្យបានច្បាស់លាស់មុននឹងចិញ្ចឹម